ជាមនុស្សស្រីបកកាយខាងរកស៊ីទៅមកមុខគាត់អត់គ្រប់គ្រាន់ទេត្រូវតែស្អាតឆ្លាតរឹងមាំហើយចំណេះជំនាញខាងចក្រានជើងឆ្នាំទៀតទៅល្អដឹងថាបើយើងបកកាយខាងរកស៊ីទៅមកមុខយើងមិនអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើម្ហូបអីទៀតទេតែយើងក៏គួរតែចេះដើម្បីសម្រាប់មនុស្សដែលយើងស្រឡាញ់ព្រោះវាជាក្តីសុខមួយផ្នែកក្នុងរង្វង់គ្រួសារចេះហើយអត់មានពេលធ្វើភាសាជាងមានពេលហើយអត់ចេះធ្វើតែសម័យមើលបើយើងមានកូនឬប្តីក៏ខ្លួនអីហើយយើងទៅពួកគាត់ញ៉ាំណាក្តីសុខមួយក៏កើនឡើងមកកម្រិតទៀតខ្ញុំអត់ដឹងអ្នកផ្សេងគាត់យ៉ាងម៉េចទេតែសម្រាប់ខ្ញុំពេលលឺមនុស្សខ្លួនឯងស្រឡាញ់ឃ្លានអីហើយយើងធ្វើឲ្យពួកគាត់ញ៉ាំណាពេលដែលគាត់ញ៉ាំហើយគាត់អញញ៉ាំអារម្មណ៍នេះគឺជាក្តីសុខធំបំផុតសម្រាប់ខ្ញុំព្រោះពេលខ្លះយើងគិតថាមានលុយនឹងសប្បាយចិត្តតែពេលខ្លះលុយអាចទិញក្តីសុខមួយចំនួនបានទេព្រោះក្តីសុខខ្លះត្រូវយកបែបបងនិងក្តីស្រឡាញ់មកបង្កើតអញ្ចឹងវីដេអូមួយនេះមិនមែនខ្ញុំប្រអាប់បងមកស្រីៗតែគាត់ចេះធ្វើម្ហូបទេណាតែជាអ្វីដែលខ្ញុំចង់ចែករំលែកតែញ៉ាំអីក្រៅគឺជាក្តីសុខមួយផ្នែកតែក្តីសុខដែលយើងធ្វើឲ្យមនុស្សខ្លួនឯងស្រឡាញ់ដោយ